បាទសួស្តីឥឡូវនេះខ្ញុំនៅស្ពានយោកំពង់7បើយើងនិយាយពីស្ពានយោកំពង់7ស្ពាននេះគឺមានទីតាំងទល់មុខនឹងវត្តរតនៈកំពង់7ណាបងប្អូននៅវត្តគឺនៅត្រៃខាងកើតនៃស្ទឹងសង្កែស្ពានយោកំពង់7នេះមានទីតាំងស្ថិតនៅក្នុងភូមិកំពង់7ឃុំវត្តតាមឹមស្រុកសង្កែខេត្តបាត់ដំបងបើយើងនិយាយពីចម្ងាយវិញចម្ងាយប្រហែលជាខ្ទង់6គីឡូទៅ6គីឡូកន្លះពីទីរួមខេត្តបាត់ដំបងបើសិនជាបងប្អូនធ្វើដំណើរពីខេត្តបាត់ដំបងមកបងប្អូនអាចធ្វើដំណើរតាមត្រៃខាងកើតតាមមាត់ស្ទឹងសង្កែរហូតមកបងប្អូននឹងឃើញស្ទឹងកំពង់7នេះនៅលើស្ទឹងសង្កែនេះហើយស្ពាននេះគឺចិត្តទៅនឹងស្ពានបងប្អូនខ្លះគាត់ហៅស្ពាន highway បងប្អូនផ្លូវវាងក្រុងបងប្អូនស្ពាននេះមើលទៅវារៀងចាស់គ្រាន់ដែរហើយអានុភាពគឺនៅអាចប្រើប្រាស់បានហើយនៅមាំទេវាធ្វើច្បាប់តែមើលរូបរាងខាងក្រៅវាហាក់បីដូចជារៀងចាស់បន្តិចមែនប៉ុន្តែឃើញខ្ញុំឈរមើលមកសន្ទុះហើយបងប្អូនគាត់ធ្វើដំណើរទៅមកឃើញសភាពវានៅមាំល្អអញ្ចឹងយើងនៅតែអាចធ្វើចរាចរណ៍បានអញ្ចឹងណាបងប្អូនប៉ុន្តែគាត់ថាជាទូទៅស្ពាននេះគឺមានន័យថាយើងអាចធ្វើដំណើរបានម្ដងតាមម៉ូតូឯងតាមម៉ូតូឬកង់អញ្ចឹងណាបងប្អូនបើសិនជាមានបងប្អូនគាត់មកពីត្រៃខាងលិចហើយមកពីត្រៃខាងកើតពិបាកក្នុងការគេចគ្នាព្រោះដោយសារតែពេលដែលមកដល់ជួបគ្នានៅលើស្ពានគាត់អាចធ្វើដំណើរបានទេមានន័យថាគាត់អាចជិះបានទេបើគាត់ចង់ឆ្លងឬក៏ចង់ធ្វើដំណើរទៅមុខទៀតទាមទារឲ្យគាត់ទាំងពីរនាក់ហ្នឹងគឺត្រូវចុះឲ្យបដាកិច្ចគ្នាបន្តិចសិនហើយបានធ្វើដំណើរតទៀតអញ្ចឹងណាបងប្អូនព្រោះជាទូទៅខ្ញុំឃើញថាមុននឹងគាត់ឆ្លងគាត់មើលសិនថាត្រើយខាងនោះមានគេឆ្លងមកហើយនៅអញ្ចឹងណាអញ្ចឹងនៅពេលដែលអត់មានអាហ្នឹងបានគាត់ធ្វើដំណើរមកអញ្ចឹងណាបងប្អូនព្រោះបើសិនជាធ្វើដំណើរទៅប្រសពគ្នានៅលើផ្លូវឬក៏នៅលើស្ពានវាពិបាកក្នុងការកិច្ចគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងហើយបានជាមុនពេលដែលគាត់ឆ្លងរៀងរាល់មុនពេលដែលគាត់ឆ្លងគឺគាត់តែងតែមើលទៅស្ពានសិនមើលទៅត្រើយមកខាងសិនតើមានអ្នកណាគាត់ឆ្លងមកមុនហើយនៅអញ្ចឹងណាអញ្ចឹងអ្នកបើសិនជាមានអ្នកណាចូលក្បាលម៉ូតូឬក៏ចូលក្បាលកង់មកមុនហើយអញ្ចឹងគាត់ឲ្យអតិភិបក្នុងការមកឲ្យផុតសិនទៅគាត់ធ្វើដំណើរឆ្លងកាត់អញ្ចឹងណាបងប្អូនហើយខ្ញុំក៏បានបង្ហោះដ្រូនពីលើខ្លះដែរប៉ុន្តែដោយសារតែមេឃថ្ងៃនេះវាអត់សូវអំណោយផល100%ពេញអញ្ចឹងណាបងប្អូនអញ្ចឹងហើយបានជាយើងមើលទៅផ្ទៃមេឃរៀងពណ៌រៀងខ្មៅអីចឹងទៅហើយពពកដោយសារតែពពកខ្មៅរោភ្លៀងព្រោះខែនេះគឺប្រហែលថ្ងៃចុងក្រោយនេះគឺភ្លៀងសឹងតែរាល់ថ្ងៃពីម្សិលមិញក៏មេឃរោភ្លៀងដែរប៉ុន្តែដោយសារតែខ្យល់ខ្លាំងអញ្ចឹងហើយធ្វើឲ្យផាត់អាពពកភ្លៀងហ្នឹងវាទៅផុតបាត់ទៅណាបងប្អូនមកថតរូបលេងមែនអ្នកនៅនេះទេខ្ញុំនៅស្វាយប៉ោបាទណាគេបងស្រីគាត់ឃើញខ្ញុំថតវីដេអូហើយគាត់ជាចាំអត់ហ៊ានឆ្លងមកអញ្ចឹងណាមានក្មេងតូចក្មេងធំទីមួយអាបុយស្ពានយោកំពង់7នេះក៏ជាទីទេសចរមួយតាក់ទាញភ្ញៀវមិនថាភ្ញៀវទេសចរជាតិឬក៏ភ្ញៀវទេសចរអន្តរជាតិគាត់តែងតែមកលេងជារៀងរាល់ថ្ងៃពេលខ្ញុំមកដល់ភ្លាមមានពូម្នាក់គាត់លក់នេះបងប្អូនតកកឈូសអញ្ចឹងក៏លក់តកកឈូសអញ្ចឹងគឺអែមមែនតែនព្រោះដោយសារតែយើងមានអារម្មណ៍ថា vibe បែប classic ហើយស្ពានយោបែបបុរាណហើយស្រាប់តែមាននេះទៀតនៅខាងក្នុងស្ទឹងមានទូកទេសចរគាត់ជិះកាត់គឺអែមមែនតែនអញ្ចឹងទូកទេសចរគាត់ជិះមកគាត់អាចមើលទេសភាពមកលើស្ពានអីចឹងទៅថតរូបថតអីស្អាតមែនតែនហើយនិយាយត្រឡប់ទៅវិញមានពូម្នាក់គាត់លក់តកឈូសអញ្ចឹងវាត្រូវជាមួយនឹង vibe អារម្មណ៍ mood ដែលយើងឈរនៅលើស្ពានបែប classic បែបបុរាណអញ្ចឹងណាបងប្អូនហើយនៅជិតនេះខ្ញុំគិតថាប្រហែលជាមានបងប្អូនភូមិបងប្អូនជនជាតិខ្មែរឥស្លាមដែរព្រោះដោយសារឃើញបងប្អូនខ្មែរឥស្លាមគាត់ជិះកាត់ស្ទឹងនេះដែរហើយនៅត្រើយនៅខាងជើងក្រុងបាត់ដំបងនោះក៏ក៏មានភូមិខ្មែរឥស្លាមអញ្ចឹងដែរហើយឥឡូវនៅនេះក៏អាចនឹងមានដែរមើលទៅទុកទេសចរមិញខ្ញុំឃើញជិះកាត់2ចឹងណាបងប្អូននិយាយទៅស្ពាននេះជាលើកទី2ហើយដែលខ្ញុំបានមកដល់លើកទី1ខ្ញុំមកកាលពីបើជាខ្ទង់ចិត្តមួយខែមុនតែខ្ញុំមកកាលហ្នឹងគឺអត់តំពឹងអត់ដឹងថានៅនេះមានស្ពានយោទេព្រោះខ្ញុំមក
ខ្ញុំជិះលេងមកដល់នេះល្ងិតមកដល់នេះមក6ជាង6កន្លះអញ្ចឹងមេចាប់ដើមល្ងិតខ្ញុំឃើញស្ពាននេះគួរចាប់អារម្មណ៍ក៏ដើរកាត់នេះលេងបន្តិចទៅហើយក៏ត្រឡប់ទៅក្រុងបាត់ដំបងវិញទៅហើយថ្ងៃនេះមានឱកាសក៏ឆ្លៀតជិះមកលេងនេះលើកជាលើកទី2ឃើញទេបងប្អូនគឺស្ថានភាពនៃការធ្វើដំណើរគឺមមាញឹកមែនតើមានន័យថាបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះគាត់ប្រើប្រាស់ស្ពាននេះគ្រប់គ្នាអញ្ចឹងណាបងប្អូនអញ្ចឹងទៅឃើញភាពមមាញឹកហើយវាក៏ជាទីតាក់ទាញភ្ញៀវទេសចរមិនថាជាតិមិនថាអន្តរជាតិដែរហើយមុនហ្នឹងនៅពេលដែលខ្ញុំជួបជាមួយនឹងពូលក់តកកឈូសហ្នឹងគាត់បាននិយាយថាកាលពីថ្ងៃនេះពេលថ្ងៃមានជនជាតិបរទេសមួយក្រុមគាត់មកលេងដែរហើយគាត់ថាមានភ្ញៀវជនជាតិបរទេសមកជាក្រុមជារៀងរាល់ថ្ងៃក្នុងការមកលេងនៅកន្លែងនេះចឹងណាបងប្អូនហើយពិតជាសប្បាយចិត្តមែនទែនដែលមានកន្លែងជាលក្ខណៈ local បែបនេះហើយនៅមានភ្ញៀវទេសចរតាក់ទាញភ្ញៀវទេសចរមកគាត់មកលេងចឹងណាបងប្អូនកាលណាតាមានភ្ញៀវទេសចរបរទេសមកលេងស្រុកយើងកាន់តែច្រើនអញ្ចឹងវិស័យទេសចរក៏រីកចម្រើនទៅតាមហ្នឹងចំណូលបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក៏រីកចម្រើនក៏ទទួលបានកម្រៃច្រើនតាមនឹងដែរអញ្ចឹងណាបងប្អូនសប្បាយចិត្តមែនតើហើយខ្ញុំនិយាយទាំងដែលមានបងប្អូនគាត់ធ្វើដំណើរឆ្លងកាត់ទៅមកអញ្ចឹងបានមានអារម្មណ៍ថាវារៀលវាពិតខ្ញុំអត់ចង់ចាំតែគាត់ផុតបាននិយាយអីទេហើយខ្ញុំចង់ថតបែបនេះគឺចង់ថតឲ្យជាប់នៅសកម្មភាពនៃការធ្វើដំណើររបស់គាត់ទៅមកអីចឹងទៅហើយធ្វើដំណើរដោយម៉ូតូពីក្រុងបាត់ដំបងមកមិនថាបងប្អូនជិះត្រើយខាងលិចឬត្រើយខាងកើតទេគឺតាមផ្លូវគឺទេសភាពស្អាតមែនតើអញ្ចឹងបើសិនជាបងប្អូនធ្វើដំណើរពីក្រុងបាត់ដំបងមកខ្ញុំណែនាំបងប្អូនថាបងប្អូនអាចធ្វើដំណើរខាងត្រើយខាងកើតក៏បានខាងលិចស្ទឹងសង្កែក៏បានដែរប៉ុន្តែបើសិនជាបងប្អូនធ្វើដំណើរមកត្រើយខាងលិចនៃស្ទឹងសង្កែបងប្អូនមកដល់ផ្លូវលេខ700បងប្អូនធ្វើការឆ្លងស្ពានមកត្រើយខាងកើតមកហើយចាំបត់ស្ដាំជិះតាមត្រើយខាងកើតរហូតមកដល់ស្ពាននេះព្រោះបើសិនជាបងប្អូនបន្តធ្វើដំណើរនៅត្រើយខាងលិចនៅកន្លែងផ្លូវជាតិលេខ700បន្តរហូតតាមផ្លូវមានផ្ទះបុរាណផ្ទះបិទផ្ទះកឹងអីហ្នឹងវាជិះរហូតទៅគឺវាអស់ផ្លូវទាល់បងប្អូនអញ្ចឹងពិបាកបងប្អូនក្នុងការបកក្រោយវិញអញ្ចឹងណាមកឆ្លងស្ពានវិញអញ្ចឹងហើយបាទខ្ញុំណែនាំបងប្អូនថាបើសិនជាបងប្អូនធ្វើដំណើរតាមផ្លូវត្រើយខាងលិចនៃស្ទឹងសង្កែមកដល់ផ្លូវលេខ700បងប្អូនធ្វើការបត់ឡើងមកឆ្វេងមកឆ្លងស្ពានមកហើយដល់ឆ្លងស្ពានហើយបងប្អូនបត់ស្ដាំវិញជិះរកតាមស្ពានរហូតមកបងប្អូននឹងឃើញស្ពានយកកំពង់7នេះហើយចម្ងាយវាខ្ញុំវាស់មិញពីស្ពាននេះទៅដល់វងមូលទៅដល់សួនសំទោសមិនវងមូលទៅដល់សួនឬក៏ទៅដល់វិមានឯករាជ្យនៅសួនច្បារវិមានឯករាជ្យហ្នឹងគឺចម្ងាយ7គីឡូចុច2អញ្ចឹងណា6គីឡូចុច2អញ្ចឹងណាបងប្អូនតោះឥឡូវយើងចាប់ផ្ដើមចេញពីក្រសួងដែនដីនេះទៅហើយខ្ញុំជិះទៅទិសខាងត្បូងបងប្អូននេះខ្ញុំនៅត្រើយខាងលិចនៃស្ទឹងសង្កែហើយនេះគឺដើររបស់យើងទៅតាមតែឥឡូវយើងចាក់ទៅសាលាខេត្តទៅវិមានឯករាជ្យហើយទៅសាលាខេត្តហើយចាក់ត្រង់ទៅផ្សារលើបងប្អូនដោយសារឥឡូវម៉ោងប្រហែលជា3:04ហើយមែនតើប្រហែលក្នុង3:50នាទីអីហ្នឹងប្រហែលក្នុងប៉ុណ្ណឹងនិយាយទៅម៉ោង7:04អញ្ចឹងបងប្អូនដែលគាត់មករត់ហាត់ប្រាំអត់ទាន់ចេញមករត់ទេអាចនឹងចាប់ផ្ដើមម៉ោង5ម៉ោង6ឯងបានចាប់ផ្ដើមឃើញមនុស្សច្រើនអញ្ចឹងណាបងប្អូននេះខ្លាំងបេះដូងឲ្យបាត់ដំបងខ្ញុំស្រឡាញ់បាត់ដំបងណាបងប្អូនព្រោះឥឡូវផ្លាកអញ្ចឹងតាណាក៏គេដាក់ដែរដាក់បេះដូងឲ្យទីតាំងទីកន្លែងអញ្ចឹងណាបងប្អូននេះយើងដល់វិមានឯករាជ្យហើយខ្ញុំបន្តជិះទៅត្រង់រហូតបងប្អូនព្រោះដោយសារថ្ងៃហ្នឹងជួបបងប្អូនទៅជិះដើរលេងតាមមាត់ស្ទឹងសង្កែទៅទិសខាងត្បូងវិញទៅដើរខ្ញុំទៅនេះគឺទៅស្ពានយោលមកកន្លែងបងប្អូនហើយឥឡូវនេះខ្ញុំជិះនៅត្រើយខាងលិចប៉ុន្តែនៅពេលដល់ផ្លូវកវ៉ាត់ក្រុងផ្លូវលេខ700បងប្អូនដល់ផ្លូវហ្នឹងខ្ញុំដូរទៅជិះនៅត្រើយខាងកើតវិញតែឥឡូវខ្ញុំជិះនៅត្រើយខាងលិចសិនខ្ញុំចង់ជិះទៅបង្ហាញបងប្អូនសារលើផ្សាយអញ្ចឹងណាមើលទស្សនវិជ្ជាអញ្ចឹងទៅនិយាយទៅថ្ងៃមុនថ្ងៃវិសាខបូជាខ្ញុំស្ដាយដោយសារខ្ញុំអត់បាននៅបាត់ដំបងកុំអីជូនបងប្អូនទៅមើលគេរៀបចំពិធីវិសាខបូជានៅខេត្តបាត់ដំបងយើងនេះបាត់ហើយព្រោះដោយសារតែពេលហ្នឹងខ្ញុំមានការងារត្រូវធ្វើនៅមន្ទីរវិជ័យ
mình tìm mình chơi xem tiếp hay là đỏ mình chơi hay bây giờ tao lắm màu với ngày vì sao bố chia nó cứ nhôm nơi khai mình tìm mình chơi bông bông hay còn bán tao ná mình tìm mình chơi từ thứ cá bán tranh từ thọt video chụp một bông tu sna là dương đo sờ lạc khai bắt bó này là khai sờ lạc còng thì khu năng tích dương mình thơi men tè cái thà thùng thò liềnจะไว้แค่สมัยโลกมันจ้าชนะมาปอนบัวดอยปุ่มปอมไปด้วยเนี่ยยมมาโจได้บ่มบ่ตัวจะสร้างยมล็อกเธอวิดีโอในหนังมาดองไงแต่ยมก็ล็อกโจตอนเล่นปีดองnàyยมเธอวิดีโอchỉ làตีมวยบ่ยมมองนงชีวิตนั่นคือตอนโจนั่นคือตีมวยมองให้ประตอบม้ามาแทะยมมาเล่นบาตบองจูนกว่าตอนเล่นหนังมาดองเตี้ยจังมันบานปีดองได้จังนั้นยมหนึ่งเธอวิดีโอหนังมาดองเตี้ยยมสำนักทางนับไปได้ยมตอนเล่ยมหนึ่งทอดเวียนหลังวิ่งมาดองเตี้ยตรงท้ายก่อนมีเบียมต่อไปเฉยnàyจับทงผูกวัดจับตัวไปเยอะนะผมบอกนี่bây giờ bắt to tầng á thời tiết thì chiếc dương tọt đọp xa lưới xa lưới sầm rạp nhóm vì muốn nhóm kết hợp xa lưới chụp xa để so với sầm máy bảng tại chợ nạp bọt bài bảng ấy chứ nó phù bạt tầm bóng trong bạt tầm bóng nhóm squat lót sọp ấy nhóm thu lọp được nơi cả vì nhóm nơi không ên trầm hạt thì buồn và tay nhóm nơi thức mẹn tiêu khai tiết nơi chung ái nơi chụp ăn gặp pin túi à đồng những cái miền phum chợ đôi gì mà đồng không thật riêng phum mây phum sao vậy chứ tầng ngay tùy bắt đào ấy đó nơi mà đồng nằng bắt tay nhâm nơi không phum tùy bắt đào bọc bột chẳng nơi mà đồng ăn gặp pin túi đó chẳng vì ngay bị khai nó dương nơi không mê có dương mình lại mà khai thời dương mình sẽ chỉ lại màu hay dương mình đằng ấy nơi tăng bị nặng thì muối nhưng nơi bị nặng thì muối mình nhầm nơi Việt Nam thì muối đo nặng thì buồn cho nhầm nơi bạn buồn cho năm này cái mất cho nhầm phạt là nơi bạn tập bòn từ riêng bắt thom to nơi bạn tập bòn tới thì phục lại nhóm nơi bồ sát ở nơi từ phạt từ bạn tập bòn chúng tôi phạt từ bồ sát cái là tích xanh điệp xa lời vì nhóm mới tới cái chuyện làm xa nơi điệp xa thứ mấy rồi nó thứ mấy ra chẳng mới đây xa khởi khó những nghiệp mang tập xa ní như nơi so tăng cái sớm mai bảng nó bọc bột tại các phát mến đây nè chứ từ sớm mai như thế máy cao như cứ gò bài chỉ ai xa nó vì bên mua du vậy mình tay còn ta cái lô kê sang son lặng với như chắc nó là nhiều mặt bạn đằng nhiều bạn ok tập lọp của mình thì bắt bỏ những lọp luôn nơi cả bị chung nãy thì mua cho nãy thì buồn hay nãy thì cám nhung lọp phần nơi chỉ mua nhung phu nhung nâng khai po sát bạc đấy hay mình lấy cho phong đại nhung du mà đòn hay đặc biệt đòn nhung riêng cho anh lúc bị chia lái bằng cái xa nhung tầng mù nó là phong đại nhung bọc ôn nhung nó lọp phần nơi po sát đại chẳng hạn đặc biệt trong vì chia lái cho mà chia lái nhung có lọp phần nơi mình tới thì riêng to thôi cả nhận tới nó tới thì nè té có lọp tam năng tiên từ nơi mình chung như tới lụt té po sát bạc đây chẳng tận thà lời sọc nơi nào ấy về lời nhẹ nhàng lọt từ lọt nào rồi ok ta lời dương to thì nào tầm tự nhiên nơi tam plei tam mót tứ mình tha chỉ bọc bồn từ hàng ná về từ hàng chưa nó có sự bồ vọt màu hàng cái bố nó có sự bồ vọt này nè vọt là nếu như nó chỉ cắt ra đỏ mà nhầm lấy một vọt nè vọt ấy em nói thật sự nếu vọt bay pẹt ấy sừng bơi nó chứ mấy người ở toàn nhưng cho chất chiều phía bong ôn luôn nơi tam đầu sân sừng cả lỡ nhóm nơi trai hàng lấy cho bằng phồn ta đo plei cầm vật trống à plei nước bên nhom bọt làng tất cả mình nhom chít từ hàng cả mình chẳng này này lợi gì nhom ban mặt đo spin đài chứ nè spin đài cái lợi được lợi hay là khả năng cái miền lộ bộ hồng này mọi người tụm lốc mình tên còn lụa nơi nằng chuột nằng spiên đáy nữa chuột lợi đáy cái spiên đáy nó ngay trai mà hàng đáy như này vọt một chuyện bọc này vọt một chuyện vọt này vọt thật đằng nó lợi họ một nó lợi
nó phải chỉ phơi viên công này phơi của vật công nàyแต่phơi nó phơi lênผมปลาrồi đểบอกphơiปลาrồi thì phơiនេះគឺខ្ញុំបត់ឡើងទៅខាងកើតព្រោះសិនបងប្អូនទៅលិចនេះគឺទៅបៃលិនទៅបន្ទាយមានជ័យអីទៅតាមហ្នឹងហើយទៅជួបនៅវងមូលនាងកង្ហីហើយបើបងប្អូនបត់មកកើតដូចខ្ញុំឆ្លងស្ពានហើយទៅកើតនោះគឺអាហ្នឹងទៅជួបនៅផ្លូវជាតិលេខ5បើផ្លូវខាងក្រោយខ្ញុំបានបង្ហាញមិញហ្នឹងគឺទៅដល់ផ្លូវវងមូលនាងកង្ហីហ្នឹងគឺទៅជួបផ្លូវលេខ57ដែលបងប្អូនបត់ទៅបៃលិនទៅគេហៅឡែមទៅក្នុងសំពៅអីណាតែបងប្អូននេះចាក់ទៅកើតអានេះគឺដៅខ្ញុំនេះគឺទៅកើតបងប្អូនជិះទៅកើតគឺបងប្អូនទៅដល់វងមូលព្រាបសជួបនេះមួយផ្លូវជាតិលេខ5តែឥឡូវខ្ញុំបត់ឡើងទៅត្បូងអានេះយើងបត់ទៅក្រុងឯប៉ុន្តែមិញខ្ញុំមកជិះទីខាងកើតនេះខាងកើតស្ទឹងឥឡូវខ្ញុំបត់មកដល់អានេះកើតស្ទឹងណាបងប្អូនហើយនេះខ្ញុំចាក់ជិះទៅទីខាងត្បូងហើយខែនេះគឺចុងខែថ្ងៃទីប៉ុន្មានទី15ខែ5អញ្ចឹងតាមផ្លូវគឺនេះការកងោនោះវីពេញដើរហ្មងតែនេះខ្ញុំថតប្រច្រាស់ថ្ងៃមើលទៅវារៀងដូចមិនមែនប្រច្រាស់ថ្ងៃបងប្អូនប៉ុន្តែគាត់ថាមើលអត់ឃើញទេពណ៌ក្រហមវីពេញដើរហ្មងនេះយើងធ្វើដំណើរទៅហើយហុយតែនេះបន្តិចទេទៅដល់មុខផ្លូវកស៊ូផ្លូវបេតុងទេបងប្អូនផ្លូវនេះខ្ញុំធ្លាប់ជិះម្ដងដែរហើយជិះដល់ណាដូចជាដល់ស្ពានយល់ខាងនោះហើយទឹកនេះជិះទៅលេងម្ដងទៀតហើយថតជូនបងប្អូនទស្សនាអញ្ចឹងណាបងប្អូនផ្លូវគេគឺបែបហ្នឹងខ្ញុំចូលចិត្តផ្លូវដែលនៅជាប់មាត់ស្ទឹងហើយម្ដុំទៅនេះអត់សូវហ្មងម្ដុំនេះអត់សូវស្អាតទេបងប្អូននេះស្ទឹងសឹកងាដល់នេះម្ដុំនេះអត់សូវស្អាតទេបើទៅដល់មុខទៅទៀតបានស្អាតខ្លាំងផ្លូវស្រួលជិះល្អជិះហើយមើលទៅកន្លែងរស់នៅផ្ទះបងប្អូនប្រជាពលរដ្ឋគួរឲ្យចង់រស់នៅមែនតើនៅខាងមុខយើងនេះគឺមានវត្តមួយគេហៅវត្តតាមឹមតែនៅខាងក្រោយបងប្អូនខាងមុខនោះនៅខាងកើតតែនេះដោយសារនៅខាងលិចវត្តវាមានខ្លងទ្វារដែរខាងលិចនេះមានខ្លងទ្វារ2វត្តមឹមបងប្អូនធ្លាប់ឮតោវត្តមឹមក្រហមអីណាបោះក្នុងបាត់សមុទ្រសិនស៊ីសមុទ្រនេះតោមើលតោហើយតោឥឡូវផ្លាស់ដូរហើយគេដូរមុខមាត់ហើយតោសម័យឥឡូវមិនមែនសម័យមុននេះនេះខ្លងទ្វារមួយទៀតដែរតាទូអាមុនវាធំជាងតិចចឹងណាបងប្អូនតោះឥឡូវយើងបន្តទៅទៀតចឹងបន្តថាស្ដាប់បទចម្រៀងទៅអូគិតថាអែមសែមអស្ចារ្យតែដល់ពេលឥឡូវយើងមកមើលធម្មតាព្រោះសារតោនេះតោគេធ្វើសម្រាប់ឥឡូវទេព្រោះដោយសារខ្ញុំថ្ងៃមុនខ្ញុំជិះកាត់នៅខាងមុខនោះហើយជួបបងប្អូនអ្នកលក់ដូរនៅមុខវត្តខាងកើតវត្តហ្នឹងសួរគាត់ទៅគាត់ថាតោចាស់ហ្នឹងគេវាខូចខាតតែគេផ្លាស់ប្ដូរគេដូរដាក់ថ្មីអញ្ចឹងណាធ្វើឲ្យថ្មីដាក់ចឹងតែនេះកន្លែងនេះខ្ញុំស្រឡាញ់ខ្ញុំធ្លាប់ជិះមកម្ដងនេះបងប្អូននេះមិនអត់មានសង្កដូចសួនច្បារអញ្ចឹងនេះបើចាត់ស្មៅស្អាតទៅដើមឈើនេះធំមានកៅអីមានអីមានបង់មានអីអង្គុយលេងអង្គុយមើលស្ទឹងសង្ខែស្អាតហើយខាងនោះខាងនោះមានគាត់ធ្វើដូចកំពង់ទឹកផ្ទះគាត់អញ្ចឹងហើយមានទូកឈើមួយយ៉ាងស្អាតមែនតើគួរឲ្យចង់រស់នៅមើលទៅអានោះបើសិនគាត់ធ្វើផ្លូវចុះមកឲ្យស្អាតតិចហើយគាត់ធ្វើកំពង់ទឹកឲ្យស្អាតជាងហ្នឹងអែហ្មងហើយមានទូកអីងាយឡើងជិះលេងសម្រាប់ឥឡូវគេជិះទូកកាយ៉ាតែបើយើងមានអាទូកឈើនឹងពីដើមមកគឺអែហ្មងហើយនេះដូចខ្ញុំនិយាយអញ្ចឹងគឺមានកៅអីនេះឥឡូវនេះគឺគេមានបង់ស៊ីម៉ង់ឲ្យយើងអង្គុយនេះទល់មុខសាលាឃុំអូដំបងមួយអញ្ចឹងណាបងនេះមានប្អូនស្រីគាត់អង្គុយលេងអញ្ចឹងទៅនោះតែនេះក្មេងគាត់អង្គុយលេងហើយខាងនោះមើលស្ទឹងពីនោះទៅដល់ស្ទឹងសង្កែខែលេខផុតទៅនេះបាត់ដោយសារតែបាត់ដំបងមានបាត់ចម្រៀងច្រើនជាអនុស្សាវរីយ៍អញ្ចឹងបងប្អូនអញ្ចឹងយើងជិះទៅរីឡែកមែនតើខ្ញុំចូលចិត្តជិះតាមមាត់ស្ទឹងសង្កែចាំមើលអាចទៅមុខតិចទៀតទៅនៅពេលដែលខ្ញុំជិះនេះសោះហើយក៏ស៊ាំជាមួយនឹងទេសភាពនេះហើយ
nhôm nằng chỉ từ đường ngay còng chứ nó một tay qua thay chậm nải pe tích bảo nhôm chỉ từ ngay còng vì chậm nải pe là nhưng mà lại chỉ pe là nghề mong buôn mong pram đọt lại về lớn mong buôn mong pram nhưng chỉ đào lên mà tại là pe bảo nhôm trong tới ngay mong buôn mong pram hại toàn những tàu bị ngày rồi gọi anh mà ngày pin như chẳng từ chắc ngay na tận đây đã thấy cái chậm nhôm chỉ chụp bằng đào lên bằng ai cơ sở bị đầu nhóm đối chỉ đào lên bị nhôm chứ này nhôm thọt về nhôm thọt lật nè vì là mẫu mới tới vì ai để chỉ cam bật ai để bọc ôn nâng khơi nhá chụp chả đại mà sân bọc ôn chỉ màu bật chứ này sau bây giờ cả lỡ có nhôm mặt cái đó bọc ôn kêu nhôm thọt cả lỡ thọt mà default bảo việc một nhôm mọt đặt slay hay coi cài cả lỡ tam ai để giữ chọn má này phun nhôm trong ai bọc ôn khơi vì tất phim bật sầm lấy bật cả lỡ bật ọt nên phải cho sầm lấy như này đi kể lấy dương mặt đỏ chấm lấy đi ngày muốn nhôm chi hổ nhôm thay trong ta spin chỗ thay mặt đỏ cả lại spin ấy nhôm bắt chuối tập xa nó nếu miếng xa mùi local market một sạc nó bòn mùi tái dương ọt từ nằng tết cái dương để dương bỏ tạm thế giờ chi tạm đồng từng nó nguyên mình từng anh ố này chi tạm từng sòng cài để tới cho chi lọc tức bị trâu à bán chẳng hạn đó lại spin mấy bộ phone này bọt đam á chỉ tam lọc tức là hột đấy ta lấy dương nơi ta tức hàng dương nơi ta nơi hàng cao tức nó sẽ đâm đại nhung tại có thằng này là ní miền tây bọc ôn phải chịu bọt nữ chọp từng chẳng tới dương mưa khơi từng thì lời cái cư xã đã chạm về tông san mình tên nghĩ lá ngày muốn nhom chi cạn để được trong mong pram mong của mỗi cái bọc ô là còn được nơi ní còn đa hát tran là nó rút đa hát tran là một chứ không phải trăm chỉ cả đò khai thì ta đò tiêu dùng khai thì bằng từ hát tran nó thể dương hát nó ní hát nó phun dương nó tè dương em bật tè ngay từ cái đã lụa đã chùa đó ô ní vót mùi kia đấy vót ấy nó bằng vót ô nó một vót nó kiểu cái lại cái coi lên mà bên nó để tụ toàn một vót ấy cái vót pre nori khoai cho ai cho đây là tôi một quán này ố bao con cho một coi phình lịch mà em mà quán này không nông đã để xa tít lia thầu một vào sân thơ xuân chứ má nó em một này khoai ok ta lấy những chi bắt đầu điện White House coffee and waffle đồ là nấy sao mà miếng bò tê này chết này chẳng mình cái thơ bài bò tê mỗi một là nấy cua trong tôi nói một plei xa thấy te bài nhạc sọc tiệt miền tần nam miền đây mới te nít quạt trôi lòng pin đài hay mơ trôi tôi lần chân thì thầy ô là đơn thì lại sẽ quạt chạm mò ơi nếu mà te cua trong tôi nói là một thầy chạy một mục tiêu quạt hào xoài vừa khai cái xoài túm cho có thơ tận nằm xoài à sao tận nằm thế một cái thùng chả thùng đồn ta máu miền tận nằm miền ấy thùng sao mà nói thơ lần đôi cha làm hè sao mình thấy nó trôi được chúng ta chờ được bữa ăn chứ cầu để chúng ta cái em mình tên cầu lại tranh một kẹo anh ấy bơm lên khối túm với bạch hết cả nó từng một đám chơi mình tranh sầm bạc đám chơi ngóp và tát nó chứ bọc lá
ស្លាប់ហើយនៅមានសម្រស់ទៀតកុំឲ្យតែយើងជាមនុស្សកុំឲ្យចាញ់ដើមឈើនៅរស់ឲ្យមានសម្រស់បើយើងមិនបានស្រស់ស្អាតរូបរាងរូបសម្បត្តិខាងក្រៅទេចរិយាមារយាទយើងល្អប្រពៃទៅស្អាតហើយនោះចាប់តែពិតទៅម្នាក់សុទ្ធតែមានភាពស្អាតរៀងខ្លួនអញ្ចឹងណាព្រោះស្អាតមិនស្អាតហ្នឹងជាស្តង់ដារយើងឲ្យតែមិនអញ្ចឹងតែតាមពិតទៅមនុស្សយើងមានចំណុចវិជ្ជមានអវិជ្ជមានអូស្វាយផ្លែធំនេះបាទបាទធំអាហ្នឹងមិត្តភក្តិខ្ញុំហ្នឹងយកមកឲ្យខ្ញុំពីរអូនេះស្វាយហ្នឹងធំហ្នឹងប៉ុណ្ណានេះបាទចាស់ស្អាតហ្នឹងតែមើលទៅដូចអត់មានអ្នកណាបងវ៉ាវឈប់ថតបន្តិចទៅមកដល់ហើយពួកយើងមិនចូលទៅដល់ផ្ទះគេណាយើងថតទៅពីក្រៅផ្ទះនេះមើលទៅផ្ទះយូរនេះវ៉ាវស្អាតហ្នឹងថតរឿងបែបបុរាណក៏ត្រូវដែរនេះហើយធម្មតាអ្នកថតអ្នកកាត់គេចេះដឹងហើយហ្នឹងគេដឹងរបៀបធ្វើអីចឹងយើងផ្ទះនេះយើងកាត់យកទៅដាក់មុខធ្វើក្បែរទឹកអីចឹងទៅមានមុខផ្ទះឬក្រោយផ្ទះមានកំពង់ទឹកអីចឹងទៅស្អាតមែនតើនេះស្អាតដែរផ្ទះដូចសម័យមុនចឹងតែម្ចាស់ផ្ទះអត់នៅគាត់លាបប្រេងតែនេះលាបជើងទៅសកុំឲ្យមេស៊ីព្រោះធម្មតាតែផ្ទះយើងទុកចោលវាពុកហើយមើលផ្ទះគាត់នេះមានវេរកដាមុខអីស្អាតមែនតើតែម្ចាស់ផ្ទះអត់នៅគាត់ទៅបើជាគាត់មានការងារផ្លាស់ប្ដូរទៅនៅណាអញ្ចឹងហើយគាត់ទុកចោលហើយផ្ទះហ្នឹងនៅជាប់ខ្នល់ទេបងប្អូនដោយសារផ្ទះបុរាណយើងក៏ពិតមើលទៅស្អាតហើយប៉ុន្តែបើសិនជាអ្នកខ្លះវិញគាត់ជាខ្លាចអញ្ចឹងគាត់ជាខ្លាចបកកើតជារឿងនេះរឿងនោះតាមការនិយាយរបស់គាត់ណាអញ្ចឹងនេះផ្ទះខ្មែរយើងទេបងប្អូនផ្ទះស្អាតមែនតើវ៉ាវតើឥឡូវយើងបន្តដំណើរទៅមុខទៀតជាការសំណប់ខ្ញុំមួកសំណប់ខ្ញុំកាបូបសំណប់ខ្ញុំដបទឹកសំណប់ខ្ញុំចេកមួយផ្លែសំណប់ខ្ញុំចេកចុចសំណប់ដែរសំណប់ហ្នឹងថាចង់សំដៅថាផ្លែឈើដែលខ្ញុំចូលចិត្តអញ្ចឹងណាបងប្អូននេះផ្ទះស្អាតមែនតើក្រោយគាត់មានអាងមិនអាងនេះហៅអីគេគាត់យកលូធ្វើដូចពីងទឹកគាត់តឡើង3 4អញ្ចឹងអូតនេះផ្ទះនេះគេដាក់ទិញមកសម័យក្មេងៗអាសាឃើញធ្វើទិញមកដាក់មុខផ្ទះបាទផ្ទះនេះក៏ស្អាតដែររៀបចំឡើងស្អាតដែរបងប្អូនអូផ្ទះស្អាតណាស់ផ្ទះថ្មធ្វើសម័យបារាំងសម័យសជំនាន់ឪពុកគាត់អីចឹងទៅហើយមុខផ្ទះមានចការតំណាំផ្ទះនេះស្អាតដែរបងប្អូនសំខាន់ទល់មុខមាត់ស្ទឹងនេះយ៉ាបែរមកចំផ្ទះទូចមួយនៅស្ទឹងផ្ទះនេះវាលបងធំពេកអញ្ចឹងមើលអត់ឃើញនោះចាស់ជ្រៅផ្ទះក៏ស្អាតដែរដីធំមកដល់ទៅនេះដោយសារតែសំណង់ធំបាំងអញ្ចឹងមើលអត់ឃើញស្ទឹងទេបងប្អូនសំណង់គេព្រោះសារដីអាកន្លែងខ្លះវាចេញជ្រៅពីស្ទឹងអញ្ចឹងវាមានដីកម្មសិទ្ធិបងប្អូនប្រជាពលរដ្ឋតែខ្លះវាផ្លូវជាប់ទឹកហ្មងជាប់ផ្លូវអីជាប់ស្ទឹងខ្ញុំនិយាយខុសរហូតចឹងតែក្រៅពីហ្នឹងគឺគួរឲ្យចង់នៅនិយាយរួមតាមផ្លូវតំបន់នេះគឺគួរឲ្យចង់រស់នៅមែនតើនិយាយឡើងអែហ្មងអត់ចោលហើយក្រៅអូខេតាណាក៏មានដែរឡើយអូសុបាយដែរឡើយអូមេឃរៀងខ្មៅបងប្អូនព្រោះសារមេឃមើលទៅដូចយកតែភ្លៀងប៉ុន្តែពពកផាត់អាខ្មៅដែលខ្មៅខ្លាំងទៅឆ្ងាយអញ្ចឹងវាអត់ភ្លៀងទេមើលទៅដឹងអត់ភ្លៀងតែគាត់ថាវានៅតែមានពពកខ្មៅបងប្អូនមើលគេចេះដាំអំពិលឲ្យបងប្អូនដាំទៀបនៅរອບរបងអញ្ចឹងទៅគាត់អាចបេះស្លបេះលក់បានហើយនៅខាងនេះគឺគេដាំស្អំក៏បេះលក់បេះស្លដែរនៅក្នុងផ្ទះគាត់នោះសើតំណាំមកនេះស្អំគាត់ជីកាត់ក៏ក្លិនដែរបងប្អូនក៏ក្លិនម្អមហ្មងអញ្ចឹងខ្ញុំចូលចិត្តម្អមអ្នកខ្លះក៏អត់ចូលចិត្តគាត់ថាស្អុយក្លិនម្អមខ្ញុំអត់រាប់ថាស្អុយបងគឺសារខ្ញុំចេះញ៉ាំចេះហូបតាមគេដីសត្វតែផ្លែគេដីក៏ខ្ញុំចេះហូបដែរខ្ញុំចេះហូបទាំងស្លឹកទាំងផ្កាហើយនៅស្លឹកត្រួយវាហ្នឹងអាចយកទៅធ្វើលក់ក៏បានយកមកស្លម្ជូរក៏បានពីរហ្នឹងស្លម្ជូរបានទាំងពីរទាំងស្លឹកទាំងផ្កាហើយក៏អាចធ្វើលក់បានដែរ
nơi nhom vậy tha phơi ní cứ hạt trán tầm đó này mong phơi bê tông với sạt lở hay cái chim tàu chi lan thòng ná thế đây giờ đa kiệt kiên chứ thế vì ở đây thế phơi với thông ná lan pi cái kia rồi sò thiệt sò mà em thiệt nào lời chỗ là miền nào em tên nổ nó mục quán nó từ miền cái hào cái spin vôจะมันยังได้ชั่วโมงสเปนโยนหน่อยบองโอนสกอร์อะไรยังเพ้นที่ตั้งจูนบองโอนมาบองโอนก็จังมันเลงจังไหมบองโอนไอ้มันเลงมาทอดูทอได้บานปูได้ซาแต่แล้วนั่งสเปนโยนอุตส่าห์นี่ก็อันนี้นะเนี่ยตกเช้าแล้วนั่งสเปนโยนเป็นเซอร์สโบได้บองโอนnơi ta tam khai dương chẳng khai mà chùm luôn đại nơi so spin vô những thì khai khác có này đôi nhỏ khang po sát ấy cả muốn chi từ khang từ cáo mà bộ chi vì chi rung khai từ khang tận lễ từ tam cần điển cứ miền spin vô 4-5 mà ta lỡ đôi chị so vài chỉ môi pi ấy thế nên đấy khơi miền so lại đôi chị pi bay đại ta cần ha spin flash bên nơi ngày chứ đó spin ấy đôi chị chung một phía spin vô cầm pung ẩm pơ này cầm pung pơ này sầm khăn chầm mơ vọt cho mỗi cái vọt năng cho mỗi spin vô nó ai năng cho mỗi năng này chẳng tam nhung chăm đôi chị spin vô cầm pung pơ này nhiều vọt watch nên spin vô tại nhóm toàn chăng lon này nhóm nơi tận thị sân chạm thọp ruột bị bể bọc sân trong bà hát trốn không bông phôn nếu bông phôn spin vô của bông bờ đó đôi khi của bông bờ đó chỉ mà lại xua pu tại sầm khán là đấy còn miền ông còn lụa ta có chú hệ em men tận nè bông phôn vót nó tận nè cầm bông bờ ông spin vô ní spin vô của bông bờ nó nào mà đôi kia này Nga cho nào rồi dương khang thên ta có chú chẳng mà chú này lương bạc lương có vô này có ta em cũng làm được coiนี่ตัวมุกสปินโยนั่นคือบางคนเคยมีวอดมุ้ยกับวอดรัตนะคำปงอำเภอแต่เจ็ดยมหนึ่งชิกัดสปินโยกับปงอำเภอในชุนบางคนเมื่อวันท้ายได้ซาตายมนั่นที่ยมจังจำทอดวิดีโอทอดรูปสลัดคลาแต่บางคนก็ชิหรือก็เธอตนามากัดตามสปินโยจังนะนี่บางคนเคยสปินจับดำเกยเพื่อสามีเนี่ยชิมาโตกัดจังนะบางคนให้สปินนี่ตู้เจ้าบางคนจังบางคนเราอาชิมาโตปีเธอตนาเนี่ยจังบางเมียนมวยก็ชิกัดชิเมาส์ยังเธอแต่ชุบเนื้อโกสปินในจีทอมน้ำมุนฉลองยังอันมือปีนิสันมือปีขางสปินเนี่ยโกสปินนิสันถ้าตาเมียนฉลองมาอดจังนะบางคนให้บางเมียนยังชุบยังเลยชุบจังนะชุบจำตัวก็ฉลองพอดบันยังอาเธอตนาแต่บางจังเต้ยังตัวดอกกระดาษสปินปะบะกิดขณีต่อยังจอกกิดขณีปะดามาโตกิดขณีจังนะบางคนเปลี่ยนโยกับปงเปล่าบางปีนี้เตยตีลงค้าจะมายำชายเอาไว้ถ้าตาจงไงปัญหาจังนะบางคนบ้านโอเคอะไรต่อหาอะไรยำนอมบางคนด่ากัดสปินโยกับปงเปล่านี่จังนะบางคนให้ยำตกมาโตนั่นนี่สั้นให้ยำด่ากัดสปินจูนบางคนมือทำปัจจัยนี้พละเกมินเตเซ่แต่เซ่สอแต่เดซาตาเวียเรียงอันลุบจังยังใบอันเต้นี่สปินคือใบน้องบางคนให้เมียนตุกไอจราจรกัดนังตุกเตสิจอหรือกับตุกในซาได้ก็ชิกัดนังเมื่อที่ซาเหมือนกันให้สปินนี่คือเหมือนเมียนยักษ์เหมือนกันไม่ยมเราไปได้ยมโชว์ทอดในขนมกบาวิดีโอโดยบางคนมันเคยจังคือบางคนไปชิวประวัติในตำบลนี่คือก่อนเธอตนาเติมมาจังนั้นบางคนจังเติมเหมือนเมียนยักษ์เหมือนกันแอมเหมือนกันให้ยมโชว์ชัดอารมณ์แบบนี้ครับบางคนผู้ยมมีอารมณ์ท่าโดยสมัยมุนการยมนึกเหม่งเขมรอย่างจังนั้นนะทลอบกิจสลาเตยดาเลนสปินโยในข้างโพสัตการยมนึกโพสัตก็มาคนเขมรโอ้
នេះហើយនេះនៅត្រៃខាងលិចនោះគឺជាវត្តរតនកំពង់7ណា Hello កូនក្មេងគាត់ឃើញខ្ញុំមកលេងអញ្ចឹងគាត់ say hello ព្រោះគាត់អាសាឃើញជនជាតិបរទេសគាត់មកលេងអញ្ចឹងទៅក្មេងនិយាយទៅក្មេងខ្មែរខ្ញុំស្រឡាញ់ក្មេងខ្មែរខ្ញុំស្រឡាញ់ត្រង់ថាគាត់រស់វីរៈតេអីចឹងណានិយាយទៅប្រទេសគេផ្សេងក៏អាចអញ្ចឹងដែរតែគាត់ថាខ្មែរយើងគឺគាត់រស់វីរៈតេខ្លាំងមែនតើអញ្ចឹងណាបងប្អូនហើយខ្ញុំក៏បានដាក់វីដេអូផ្នែកខាងលើ drone ឲ្យបងប្អូនមើលដែរថាតើទស្សនភាពនៅនេះគឺវាស្រស់ស្អាតបែបម៉េចអីបែបម៉េចអញ្ចឹងណាបងប្អូនហើយមិញគឺស្ដាយមែនតើនៅពេលដែលមានទូកទេសចរគាត់ជិះកាត់នៅនេះកាត់ឡើង2ដងខ្ញុំជាប់ថតនៅនោះម្ដងហើយម្ដងទៀតហ្នឹងហើយខ្ញុំជាប់ថតនៅនឹងទាំង2ដងប៉ុន្តែគាត់ថាពេលហ្នឹងខ្ញុំអត់មានកាមេរ៉ានេះនៅខ្លួនខ្ញុំអត់បានដកវាមកថតអញ្ចឹងខ្ញុំដកទូរស័ព្ទដៃថតលឿនជាងអញ្ចឹងណាអញ្ចឹងថតបានសកម្មភាពទូកខ្លះដែរតែគាត់ថាវាអាចនឹងអត់ច្បាស់ដូចដែលយើងថតនៅលើកាមេរ៉ានេះអញ្ចឹងព្រោះកាមេរ៉ានេះវារៀងច្បាស់ជាងទូរស័ព្ទខ្ញុំព្រោះទូរស័ព្ទខ្ញុំវាសេរីចាស់នេះបងប្អូនគាត់ធ្វើចរាចរណ៍រហូតគេស្បែកអត់ទៅទេបងយល់តែវាអត់យល់ខ្លាំងហើយបើសិនជាយកយើងព្យាយាមយកវាយល់អញ្ចឹងណាបងប្អូនស្ពានយោកំពង់7តាមពិតទៅខ្ញុំធ្លាប់ឃើញដូចជាស្ពានយោនៅខាងបាត់ដំបងយើងនេះមានដូចជា2 3អញ្ចឹងនេះជាស្ពានមួយក្នុងចំណោមស្ពានយោប្រហែលស្ពានហ្នឹងណាបងប្អូនអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងទៅថតគ្រប់ស្ពានយោទាំងអស់ឲ្យបងប្អូនចែកជូនបងប្អូនទស្សនាហើយណាមួយខ្ញុំចង់ទៅឃើញផ្ទាល់ខ្លួនឯងផងខ្ញុំចង់ទៅលេងផ្ទាល់ខ្លួនឯងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំនឹងទៅលេងប៉ុន្តែគាត់ថាវាមិនអាចនឹងមិនស្អែកខាងស្អែកទេអាចនឹងមានឱកាសឆាប់នឹងអាចអាទិត្យក្រោយខែក្រោយខ្ញុំនឹងទៅលេងអញ្ចឹងណាបងប្អូនតលេងឲ្យថតជូនបងប្អូនទស្សនាអញ្ចឹងទៅបើសិនជាយើងដើរដោយថ្មើរជើងប្រហែលជាត្រឹម1 នាទីអីផុតហើយដល់ត្រៃម្ខាងហើយនៅខាងនេះគឺគេធ្វើកញ្ចុះហើយដាក់បងឲ្យបងប្អូនអាចអង្គុយលេងបានដូចនៅខាងនោះដែរខាងនោះក៏អញ្ចឹងដែរគឺគាត់ដាក់កញ្ចុះហើយមានបងមានអីដែលបងប្អូនអាចអង្គុយលេងបានអញ្ចឹងណាបងប្អូនហើយនៅនោះដូចជាមានតូបគាត់លក់អីវ៉ាន់លក់នំនេកដែរប៉ុន្តែគាត់ថាស្មើនេះដែលសារវាល្ងាចពេកចឹងគាត់បិទបាត់ហើយនេះប្រហែលជាអាចពេលព្រឹកអាចនឹងមានការលក់ដូរអីមកទៅនេះអានេះដើមឈើដើមអីនេះប្រភេទដើមឈើផ្លែធំខ្ញុំនឹងផ្លែអីនេះហេផ្លែធំផ្លែតូចខ្ញុំដើមឈើមិនមែនម៉ាក់ប្រេងម៉ាក់ប្រាំងហ្នឹងទេបងប្អូនអានេះពេលព្រឹកឡើងគាត់លក់អីមែនអូនបាទគាត់លក់អីគេបបរនំបញ្ចុកអីចឹងទៅគាត់លក់ឲ្យព្រឹកឯណាអ្នកស្រុកនេះមែនអ្នកនៅនេះហ៎បាទអាសាមកលេងនេះហ៎ជីខាងហាត់ប្រាំងហើយគាត់មិនជីខាងប្រាំងដែរជីតំប៉ាន់ពីថ្ងៃជីខាងណាមានអីជីទៅវាខ្យល់អីល្អហើយយើងហាត់ប្រាណទៅហាត់ពីក្មេងអញ្ចឹងទៅល្អដែរណែកូនក្មេងដើមនេះដើមអីអូននេះដើមឈើនេះស្គាល់អត់ទេមិនមែនម៉ាក់ប្រេងម៉ាក់ប្រាំងហ្នឹងទេបែរហ្នឹងពួកសិស្សស្គាល់ផលបេតុងនេះគេទៅធ្វើទេធ្វើនៅក្នុងមួយឆ្នាំហ្នឹងពោះទាំងសងខាងស្ទឹងបងប្អូននៅត្រើយអានេះត្រើយខាងលិចនៅស្ទឹងសង្កែក៏មានផ្លូវបេតុងដែរប៉ុន្តែផ្លូវនេះមើលទៅដូចវាងទូជាងផ្លូវនៅត្រើយខាងកើតត្រើយខាងកើតវាងធំជាងត្រេះជាងអញ្ចឹងបងប្អូនប៉ុន្តែភូមិគួរឲ្យចង់រស់នៅដូចគ្នាទាំងអស់ផ្លូវនេះយើងអាចជិះទៅដល់ខេត្តអត់អាផ្លូវខាងត្រើយខាងនេះដល់ហើយទៅស្តុបបណ្ណនណាបាទអត់តាមស្ទឹងរហូតទេណាបាទព្រោះកាលមុនពូធ្លាប់ជិះតាមស្ទឹងពីខេត្តមកដល់ហួសអាផ្ទះបុរាណផ្ទះគេឲ្យយើងចូលទៅមើលទៅផ្លូវហ្នឹងវាអស់ផ្លូវទៅបានបកមកជិះមកកើតនេះវិញអាហ្នឹងជិះទៅដល់វត្តគោអីហ្នឹងអូខេឥឡូវម៉ោងប៉ុន្មាននេះម៉ោង 5:44 នាទីហើយមិញខ្ញុំនឹងអង្គុយនៅកន្លែងរោងនេះអង្គុយប្រហែលជាខ្ទង់
កន្លះម៉ោងដែរទៅជែកមួយក្មេងៗ3នាក់មិញគាត់ជិះកង់ហាត់ប្រាណដើរលេងតាមភូមិអញ្ចឹងណាហើយគាត់ទៅជែកសួរនាំគាត់ខ្លះតាក់ទងខេត្តបាត់ដំបងហើយនឹងសួរនាំខ្លះនិយាយពីគាត់ហ្មងដោយសារតែចឹងនិយាយថាយើងមកអង្គុយទៅជែកគ្នាលេងទៅក៏សប្បាយចិត្តអីចឹងទៅជែកមួយអ្នកភូមិជាទូទៅនៅពេលដែលខ្ញុំដើរលេងបែបហ្នឹងគឺខ្ញុំចូលចិត្តទៅជែកហើយរាប់អានស្គាល់អ្នកភូមិអញ្ចឹងទៅហើយក្មេងក៏យើងទៅជែកលេងមនុស្សចាស់ក៏យើងជែកលេងហើយមិញខ្ញុំទៅជែកលេងមួយក្មេង3នាក់កូនក្មេងទូច2នាក់ហើយនឹងអូនស្រីម្នាក់គាត់រៀនវិទ្យាល័យថ្នាក់ទី11ហើយគាត់ក្មេងៗប៉ុណ្ណឹងគាត់មានក្តីសម័យរបស់គាត់ដូចហើយគាត់ចង់ទៅរៀនតនៅនេះគាត់ចង់ធ្វើនេះធ្វើនោះអីចឹងណាកូនទូចមិញគាត់រៀនថ្នាក់ទី5ឡើយណាហើយគាត់ថាគាត់ចង់ធ្វើទៅហ៊ានគាត់ថាគាត់ចង់ធ្វើទៅហ៊ានព្រោះដោយសារថាគាត់ទៅហ៊ានវាអាចជាក្តីសម័យរបស់កូនក្មេងឡើយទេអញ្ចឹងអាចនឹងគាត់ធំតិចទៀតទៅគាត់នឹងមានការប្រែប្រួលគាត់ចង់ធ្វើអីដែលជាក្តីសម័យរបស់គាត់ទេណាព្រោះឥឡូវហ្នឹងវាអាចថាក្តីសម័យហ្នឹងដោយសារគាត់ឃើញឪពុកគាត់អាចថាជាឪពុកគាត់ហ្នឹងជា hero សម្រាប់គាត់ជាវីរបុរសជាគំរូជា role model របស់គាត់អញ្ចឹងទៅអញ្ចឹងហើយបានជាគាត់ចង់ធ្វើដូចឪពុកគាត់អញ្ចឹងណាអាចនឹងអញ្ចឹងណាហើយអាចនឹងគាត់ធំតិចទៀតគាត់អាចនឹងផ្លាស់ប្ដូរគំនិតគាត់ចង់ធ្វើអីផ្សេងគាត់ថាបានដែរហើយចំណែកអូនស្រីមិញគាត់ធំអញ្ចឹងអាចគាត់មានគំនិតផ្ទាល់ខ្លួនរបស់គាត់រួចហើយថ្នាក់ទី11អញ្ចឹងគាត់ធំដែរអញ្ចឹងជាវ័យមួយដែលគាត់មានក្តីសម័យផ្ទាល់ខ្លួនរបស់គាត់ហើយគាត់ចង់រៀនតពេលទៅមហាវិទ្យាល័យគាត់ចង់រៀនផ្នែក IT អញ្ចឹងវាជាក្តីសម័យរបស់គាត់មួយដែរអញ្ចឹងណាអញ្ចឹងគ្រាន់តែក្មេងៗឡើយទេគាត់មានក្តីសម័យក្តីសុបិនរបស់គាត់ចង់ខ្លាចជាអ្នកនេះអ្នកនោះចង់ធ្វើនេះធ្វើនោះចង់រៀននេះរៀននោះអីចឹងណាដល់ឡែកបើកាលពីជំនាន់ខ្ញុំវិញថ្នាក់ទី11ទៅហៅអីការខ្ញុំរៀនថ្នាក់ទី11ខ្ញុំមិនទាន់មានក្តីសម័យផងហើយខ្ញុំមិនដឹងថាខ្ញុំក៏ពិតមានអីថាយើងចង់ធ្វើអីព្រោះកាលតាំងពីក្មេងខ្ញុំចង់ធ្វើជា guide ជាអ្នកនាំជាមគ្គទេសរៀងចង់ណាអ្នកនាំផ្លូវស្ដាប់ទៅវាដូចជាមគ្គទេសជា guide ជា guide បរទេសguide ធួបរទេសមិន guide ខ្មែរជាមគ្គទេសជាអ្នកបកប្រែជាមគ្គទេសអីចឹងទៅហើយដល់ពេលទៅរៀនមហាវិទ្យាល័យអត់ចាប់យកជំនាញនឹងផងអត់ចាប់យកជំនាញហ្នឹងទៅរៀនសេដ្ឋកិច្ចវិញអីចឹងទៅអញ្ចឹងវាជីវិតវាអាចផ្លាស់ប្ដូរប្រែប្រួលរហូតចឹងណាបងប្អូនអញ្ចឹងប៉ុន្តែអីដែលខ្ញុំចង់សរសើរត្រឡប់មកវិញគឺខ្ញុំសរសើរថាគាត់ក្មេងៗប៉ុណ្ណឹងគាត់មានក្តីសម័យគាត់មានក្តីប្រាថ្នារបស់គាត់ចង់ធ្វើនេះធ្វើនោះអញ្ចឹងណាបងប្អូនមួយយ៉ាងទៅល្អអូខេឥឡូវគឺខ្ញុំនៅលើស្ពាននេះនៅលើស្ពានស្ពានយោលនេះដល់នឹងនិយាយចង់ត្រូវស្ពានយោលកំពង់7អញ្ចឹងឥឡូវនេះគឺល្ងាចខ្លាំងហើយម៉ោង5មិញ44ឥឡូវ47ហើយបងប្អូន3នាទីអូខេ3នាទីអញ្ចឹងឥឡូវខ្ញុំដើរទៅម៉ូតូហើយវីដេអូសម្រាប់ស្ពានយោលកំពង់7នេះគឺខ្ញុំសន្មតថាចប់ត្រឹមហ្នឹងហើយអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយបាទមុនហ្នឹងគឺខ្ញុំដើរខ្ញុំភ្លេចថាខ្ញុំអត់បានជិះម៉ូតូឥឡូវយើងជិះម៉ូតូលេងម្ដងអូសប្បាយបងប្អូនជិះហើយមួយកាន់កាមេរ៉ាបាយអាចលើលោកខ្មាស់មេងដែរនេះបងប្អូនបាច់ខ្ញុំបកទៅវិញដោយសារមកថាមកហើយអត់បានជិះកាត់ស្ពានអញ្ចឹងណាបងប្អូនអូទូមួកបងទូមួកមិនជិះបងអរគុណអូខេអូធ្លាក់ឡើយកូនក្មេងណាស់
បាទនេះបងប្អូនក្រោយពីខ្ញុំត្រឡប់មកពីស្ពានយកកំពង់7មិញវិញហ្នឹងខ្ញុំមកដល់វត្តត្រឡប់មកក្រុងបាត់ដំបងវិញប៉ុន្តែតែមិនចាញ់មកពីស្ពានយកកំពង់7បន្តិចទេគឺមានវត្តមួយគេហៅវត្តខ្វាយនៅមុខវត្តខ្វាយនោះគឺមានដីឡូមួយទលាយហើយនៅទល់មុខនឹងស្ទឹងហ្មងបងប្អូនហើយនៅនេះឃើញមានបងប្អូនអ្នកនៅតំបន់នេះគាត់នេះគាត់មកអង្គុយលេងនេះបងប្អូនមកអង្គុយលេងនៅមាត់ស្ទឹងនោះមកក្រុមហើយទៅនេះមិញមកក្រុមតែពេលឥឡូវគាត់ដូចជារៀបឡើងទៅវិញអញ្ចឹងដោយសារមកឃើញទំនងពេកអញ្ចឹងថតវីដេអូឃ្លីបបន្តិចជូនបងប្អូនទស្សនាអញ្ចឹងណាបងប្អូនហើយខាងនេះក៏គាត់មានក្មេងៗគាត់អង្គុយញ៉ាំអីលេងស្ទឹងនេះគឺធំទៅនេះធំមើលទៅដីវាដូចបាក់ដូចអីលក្ខណៈដូចគេយកមកចាក់បន្ថែមហើយស្ទឹងកន្លែងទៅនេះវាធំផងហើយមើលដីឡូខាងមុខនេះក៏ធំដែរទំនងមែនតើហើយក៏ប៉ុន្តែនេះល្ងាចឡើងយើងមកអង្គុយញ៉ាំអីញ៉ាំអាហារញ៉ាំអីដូចក្មេងៗគាត់អង្គុយទិញរបស់របរមកអង្គុយញ៉ាំអីមើលទឹកមើលទៅថាមើលទឹកសមុទ្រមើលទឹកស្ទឹងទំនងតានេះបងប្អូនអែមអូខេចឹងអរគុណតែប៉ុណ្្នឹងទេហើយបន្ថែមអានេះក៏ទុយវីដេអូហ្មងដែរព្រោះមិញថាបាត់2ដងឥឡូវលើកទី2នេះចឹងសូមអរគុណទៅចប់ត្រឹមនឹងមែនតើសម្រាប់វីដេអូនេះហើយជួបគ្នាវីដេអូក្រោយបាយបាយ